ở đây thúng à bình mặt đáy à này mùi chật pi tiệt ស្ពានឫស្សីនៅកោះប៉ែនណាអត់ទាន់បានស្គាល់ទាន់បានទៅទេឥឡូវនេះក៏មានស្ពានឫស្សីនៅខេត្តកពតដែរហើយនៅសហគមន៍កំពង់សាមគ្គីនេះគឺគាត់ពិតជាមានគំនិតច្នៃប្រឌិតមែនទែនដែលធ្វើស្ពានឫស្សីនៅលើសមុទ្រជាប់ដើមកោងកាំងមើលទៅឡើងស្រស់ស្អាតហ្មងហើយពួកខ្ញុំក៏បានទៅលេងនៅកំពង់សាមគ្គីនេះដើម្បីរកងាវរកបកងប៉ានៅពេលទឹកនាចហើយពេលពួកខ្ញុំទៅនេះទឹកក៏បានចូលហើយពួកខ្ញុំក៏សម្រេចគេងតង់នៅទីនេះដើម្បីចាំរកបកងប៉ានៅពេលយប់ចង់ដឹងថានៅពេលយប់ពួកយើងហូបបកងប៉ាយ៉ាងម៉េចខ្លះតោះទៅតាមឡានវីដេអូពេញជាមួយពួកខ្ញុំទាំងអស់គ្នានៅពេលពួកខ្ញុំដើរលេងម្ដងហ្នឹងអត់សូវមានគម្រោងអីច្រើនថ្ងៃទេគឺនឹកឃើញទៅភ្លាមតែម្ដងព្រោះអីរៀបគម្រោងមិនដែលសូវបានទៅទេអញ្ចឹងនឹកឃើញចង់ដើរលេងអញ្ចឹងក៏នាំគ្នាទៅដើរលេងតែម្ដងទៅហើយលើកនេះគឺពួកខ្ញុំនាំគ្នាមកកំពង់សាមគ្គីនៅក្នុងខេត្តកពតដែលជាសហគមន៍ព្រៃកោងកាងមួយរបស់អ្នកភូមិនៅទីនោះហើយសហគមន៍ព្រៃកោងកាងនេះគឺមានទេសភាពស្អាតមែនទែនដែលមានបឹងគីឡូមានភោជនីយដ្ឋានអីនៅទីនោះហើយក៏មានកន្លែងដែលយើងបោះតង់បានដែរហើយអីដែលពិសេសឥឡូវនេះគឺស្ពានឫស្សីនេះគឺបានតគ្នាវែងហើយអ្នកទាំងអស់គ្នាគឺនៅលើមាត់សមុទ្រតែម្ដងហើយពួកខ្ញុំទៅដល់ទីនោះហ្នឹងគឺល្ងាចហើយថ្ងៃរៀបលិចហើយទឹកក៏ចាប់ដើមចូលដែរអញ្ចឹងពួកខ្ញុំមានតែរៀបចំតង់ដើម្បីធ្វើម្ហូបញ៉ាំនៅទីនេះគេងនៅទីនេះសិនដើម្បីចាំពេលទឹកនេះហ្នឹងពួកខ្ញុំចុះទៅហូបបកងហូបអីនៅទីនោះអ្នកទាំងអស់គ្នាហើយនេះជាម្ហូបពេលល្ងាចរបស់ពួកខ្ញុំហើយងាវនេះគឺខ្ញុំទិញរបស់អ្នកភូមិដែលគាត់ចុះពេលទឹកនេះហ្នឹងគាត់ហៀវបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាហើយពួកខ្ញុំនេះទៅដល់ដោយសារទឹកចូលអញ្ចឹងអត់មានធ្វើអីទេគឺនាំគ្នាធ្វើម្ហូបញ៉ាំជាអាហារសម្រន់សិនគឺមានផ្សិតបំពងបង្គាបំពងដើម្បីញ៉ាំមើលថ្ងៃលិចស្អាតឈៀលនៅជាប់មាត់សមុទ្រនេះហើយបរិយាកាសថ្ងៃរៀបលិចនៅទីនេះគឺស្រស់ស្អាតមែនទែនអមជាមួយនឹងទេសភាពមើលទៅឃើញភ្នំឃើញព្រៃកោងកាងហើយថ្ងៃលិចនៅមាត់សមុទ្របែបនេះទៀតយើងញ៉ាំជាមួយនឹង Gensberg ត្រជាក់ជាមួយដៃគូយើងអូជាតិមែនទែនឈៀលនៅមាត់សមុទ្របែបនេះហើយយប់បន្តិចក៏ពួកខ្ញុំនាំគ្នាទៅហូបបកងប៉ាដែរអ្នកទាំងអស់គ្នាអើយចាំទឹកនាចយូរពេកអញ្ចឹងក៏នាំគ្នាទៅទាំងទឹកចូលតែម្ដងទៅតែយើងជិះទូកទៅរៀងឆ្ងាយដែរដើម្បីឲ្យវាមានទឹករាក់បន្តិចយើងស្រួលហូរវាហើយនេះគ្នាខ្ញុំបានមឹកផងបានបកងផងហើយគាត់ចុះនេះស្មើជាកេះណាទឹកតែពេលយើងជន់ហ៊ុនបកងប៉ាយូរទៅហ្នឹងលងលិចខ្លួនគាត់ហើយនេះគាត់ជាមួយយកបកងប៉ាហ្មងហើយខ្ញុំនេះមានធ្វើអីទេនៅទៅលើទូកចាំថតនេះហើយនេះបងឡងធំហ្មងហើយបងនេះគាត់ចាក់បានថៃកតាំងមួយឡងប៉ុណ្ណានៃអ្នកទាំងអស់គ្នាអើយអូធំមែនតែនហ្មងហើយពួកខ្ញុំទៅហូបកងហូថៃនេះបានតែមួយផ្លែតទេដោយសារទឹកវានៅចូលរហូតអញ្ចឹងនៅយូរទៅខ្លាចកាន់តែជ្រៅទៅហើយមកនេះបានបកង2 3ហើយថៃ2 3ដែរអ្នកទាំងអស់គ្នាហើយមឹកធំនេះមួយហើយពួកខ្ញុំនេះក៏ចាប់ដើមធ្វើម្ហូបដែរឃើញបកងនេះធំពេកក៏យកមកបំពងទៀតហើយមានទាំងមឹកមានទាំងបកងប៉ានេះអូក្រហមឡើងតំណងហ្មងហើយម្ហូបរបស់ពួកយើងល្ងាចនេះក៏មានមាន់ធ្វើជាការីខៀវញ៉ាំដែរហើយឲ្យទៅបោះតង់គឺម្ហូបមិនចេះតិចទេមានឡើង2 3មុខរហូតហ្មងហើយដូចនេះអីគឺស្គ្រីមាន់ឆ្ងាញ់មែនតែនហ្មងតបពីញ៉ាំបាយហើយហ្នឹងក៏ពួកខ្ញុំនាំគ្នាអង្គុយនិយាយគ្នាលេងដែរតែមិនបានយូរទេដោយសារមេឃភ្លៀងមកទាំងយប់ហ្មងអញ្ចឹងពួកយើងក៏រើតង់ហ្នឹងមកដាក់កញ្ចុះវិញហើយនេះគឺជាទេសភាពព្រឹកឡើងហើយអ្នកទាំងអស់គ្នាអើយគឺដើមកងកាងមើលពីលើអញ្ចេះឡើងស្រស់បំប្រងតែម្ដងបន្ទាប់ពីភ្លៀងកាលពីយប់ហ្នឹងហើយមើលទៅឡើងខៀវស្ងាត់ស្អាតមែនតែនហ្មងហើយពួកខ្ញុំកាលពីយប់ហ្នឹងគឺអត់បានគេងទេដោយសាររើតង់ផងទៅគេងនៅកញ្ចុះវិញផងអូមកយប់នេះអត់បានគេងហើយទឹកភ្លៀងអីទៀតខ្ញុំអីបដាសាយមិនទាន់បាត់ផងសំឡេងឡើងបែកពេញហ្នឹងហើយនេះគឺជាអាហារពេលព្រឹករបស់ពួកខ្ញុំហើយមើលទៅទឹកមុខទៅដឹងហើយបានគេងនេះហើយកំពុងតែអង្គុយញ៉ាំបាយហ្នឹងគឺពួកខ្ញុំក៏លេចទៅឃើញហ្វូងត្រីនេះស្រស់ស្អាតមែនតើហ្មងដោយសារមានដើមកងកាំងច្រើនចេះគឺសបុកត្រីគឺនៅនឹងហើយក៏ជាទីកន្លែងត្រីពងនៅទីនោះផងដែរហើយនេះគឺពួកខ្ញុំរៀបចំចេញមកវិញហើយពេលយើងទៅទីនោះហ្នឹងដោយសារនៅកន្លែងបោះតង់ហ្នឹងរៀងឆ្ងាយដែរអញ្ចឹងយើងគួរតែជួលទូកពួកគាត់ជិះទៅហើយពេលខ្ញុំទៅទីនោះហើយខ្ញុំមើលទៅពួកគាត់មានអាយុច្រើនវ័យចំណាស់នៅទីនោះច្រើនមែនតើដោយសារគាត់ជាសហគមន៍មួយអញ្ចឹងគាត់ធ្វើការជាក្រុមដើម្បីរៀបចំឲ្យទីនោះកាន់តែរីកចម្រើននិងមានភាពច្នៃប្រឌិតកាន់តែប្រសើរឡើងនិងជាចំណែកមួយជួយឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងផងដែរហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយទៀត